បាទសួស្តីបងប្អូនហ្នឹងហើយឥឡូវយើងត្រឡប់មកជួបមួយខ្ញុំទៀតហើយវីដេអូមួយទៀតហើយវាមិនមែនជាវីដេអូដែលពិសេសទេប្រហែលជាមានគ្នាយើងមួយចំនួនគាត់ក៏កំពុងតែធ្វើវីដេអូនឹងចែកម្លែកដល់បងប្អូនដែរប៉ុន្តែថ្ងៃនេះខ្ញុំមានពេលហើយខ្ញុំកំពុងតែរៀបចំដោះនៅ account របស់ខ្ញុំដែលវាជាប់180ថ្ងៃហើយវាជា account ចាស់ឆ្នាំមួយដែរបាទក៏វានឹងមានឱកាសជាប់180ថ្ងៃយ៉ាងដែរហើយសម្រាប់បងប្អូនដែលគាត់ធ្វើ MMO ធ្វើការងារនៅលើវិស័យរលុយអនឡាញនេះតាមរយៈ Facebook នេះគឺខ្ញុំជឿថាបងប្អូនមួយចំនួនប្រកបជាជួបហើយសម្រាប់បងប្អូនចាស់ឆ្នាំឬក៏យើងហៅងាយៗថា MO ដៃចាស់ហ្នឹងគឺបើគាត់ចេះហើយមិនអីទេហើយបើមានប៉ះពាល់អីកុំឲ្យប្រកាន់ទោះអីបាទហើយគោលបំណងខ្ញុំក្នុងការធ្វើនេះគ្រាន់តែចង់ធ្វើការចែកម្លែកកំណត់ល្អៗនេះហើយក៏ដូចជាបទពិសោធន៍នេះទៅដល់បងប្អូនមួយចំនួនដែលថ្មីដែលគាត់បង្កើត account ហើយគាត់មានជួបមួយបញ្ហា180ថ្ងៃទៅតាមដោះវាមិនអញ្ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរតោះយើងទៅមើលរបៀបដោះទាំងអស់គ្នាហើយវិធីដោះនេះគឺងាយបំផុតបាទគ្រាន់ថាទី1បងប្អូនត្រូវមានកាមេរ៉ា webcam បាទហើយទី2បងប្អូនត្រូវមាន account បងប្អូនដែលដាក់ប្រើជាមួយនឹង LD បាទតាមរយៈ Facebook នៅលើ LD ហ្នឹងហើយមុននឹងដោះបងប្អូនត្រូវច្បាស់ពាក់ព័ន្ធជាមួយនឹងអ៊ីនធឺណិតបងប្អូនអាចប្រើការបានអត់ទីតាំងនៅកន្លែងណាជាកន្លែងដែលបងប្អូនបង្កើត account ដំបូងហ្នឹងហើយជាយោបល់របស់ខ្ញុំហ្នឹងគឺពេលដែលជាប់180ថ្ងៃហ្នឹងបងប្អូនកុំព្យាយាមដោះលឿនពេកទុកវាចោលសិនទៅថ្ងៃណាទនេយហ្នឹងបងប្អូនចូលទៅឆែកមើលដោះទៅអាចថា180ថ្ងៃវាសល់តែ160ថ្ងៃឬក៏សល់មួយថ្ងៃហ្នឹងទៅហើយយ៉ាងហោចណាស់ក៏ក្រោយពេលដែលជាប់នឹងបាន80ថ្ងៃ30ថ្ងៃទៅចាំបងប្អូនចូលទៅដល់វាអញ្ចឹងណាកុំឲ្យដោះលឿនពេកព្រោះពេលខ្លះវាអាចដោះអត់បានដែរបាទតែពីច្រើនខ្ញុំច្រើនតែទុកចោលយូរដែរប្រហែលជាមួយខែនោះបាទខ្ញុំចាប់ដើមដោះហើយខ្ញុំដោះទៅអត់ដែលមានបញ្ហាគឺពីច្រើនគឺដោះបានហ្នឹងហើយអញ្ចឹងបងប្អូនមើលឃើញលើ screen ខ្ញុំហើយទី1គឺយើងត្រូវការLD យើងដែលយើងមានលក្ខណៈបែបនេះហើយនៅក្នុងនេះខ្ញុំអត់មាន app អីច្រើនទេបងប្អូនឃើញខ្ញុំមានតែ Facebook FlexGPS Outlook ហើយនិង VPN ខ្ញុំប្រើ Proton បាទហើយកាលមុនខ្ញុំប្រើ VPS ដែរហើយខ្ញុំប្រើតាមរយៈ Wireguard តែឥឡូវនេះខ្ញុំឈប់ហើយដោយសារ VPS នេះវាថ្លៃពេកអញ្ចឹងខ្ញុំក៏ប្រើតែ Proton ទេហើយវាអត់បើនិយាយរួមវាអត់រួចចំណាយខ្ញុំចំណាយក្នុងមួយខែប្រហែល5-6រៀលទៅយើងបង្កើត account ក៏រៀងមានបញ្ហាច្រើនហើយខ្ញុំរវល់ផងអត់សូវមានពេលអញ្ចឹងវារៀងថ្លៃដែរអញ្ចឹង account ខ្ញុំក៏មានច្រើនហើយខ្ញុំប្រើអត់ទាន់អស់អញ្ចឹងខ្ញុំក៏ប្រើសិនទៅបាទតែមិនមែនបានន័យថាមិនប្រើទេ VPS បាទហើយមួយទៀតនោះគឺBob Prime បាទបងប្អូនមួយចំនួនប្រកាសជាស្គាល់ហើយBob Prime ហើយខ្ញុំនឹងធ្វើការដាក់ link នៅខាងក្រោមទាំងអស់ពាក់ព័ន្ធជាមួយនឹង Proton VPN បើសិនបងប្អូនចង់ទិញបាទក៏ដូចជាWireGuard នេះតាមរយៈ VPS ដែលបងប្អូនចង់ទិញគឺខ្ញុំដាក់ link នៅក្នុងវីដេអូទាំងអស់ហើយនឹងមួយទៀតគឺBob Prime បាទ3 link នេះខ្ញុំនឹងដាក់នៅក្នុង description ឲ្យបងប្អូននៅក្នុងការទាញឬក៏ចូលទៅមើលដើម្បីទិញតាមរយៈកម្មវិធីនេះទាំងអស់នេះបាទហ្នឹងហើយអញ្ចឹងជាដំបូងយើងបើកមកអញ្ចឹងយើងឲ្យ LD របស់យើងដើរឲ្យស្រួលបួលតិចទៅបន្ទាប់មកបងប្អូនធ្វើការបើក app Bob Prime នេះបើសិនបងប្អូនមានហើយបើអត់មានទេបងប្អូនធ្វើការឆែក location បាទអញ្ចឹង app Bob Prime នេះគឺគេឲ្យ option នេះមួយល្អដែរនៅពេលដែលយើងបើក account មកនៅវា connect ជាមួយនឹង app គេហើយគេនឹងធ្វើការឆែកនៅ IP address location ក៏ដូចជា VPN ដែលដំណើរការនឹងជាមួយនឹងតំបន់ណាឲ្យយើងទៅបាទហើយវានឹងធ្វើការ refresh automatic ឲ្យយើងទេបាទអញ្ចឹងឥឡូវនេះគឺlocation របស់យើង IP address របស់យើងគឺនៅអាមេរិកអញ្ចឹងខ្ញុំធ្វើការចុចវាត្រឡប់វិញមកហើយបងប្អូនឃើញស្រាប់ហើយមិញហ្នឹងខ្ញុំប្រើ Bob Prime បន្តមកទៀតបើយើងគិតថាយើងចង់ឆែកយើងឆែកបន្ថែមទៅគឺខ្ញុំប្រើ Proton VPN បាទដោយទីតាំងរបស់ខ្ញុំនៅអាមេរិកអញ្ចឹងបាទរួចរាល់ហើយយើងក៏ចូលទៅមើល account ទាំងអស់គ្នាបាទបងប្អូនឃើញទេវាអត់មានពិបាកទេបាទអញ្ចឹងគឺនេះគឺជា account ដែលជាប់180ថ្ងៃបាទ account មួយនេះគឺមានឈ្មោះថា Carol Jam បាទបងប្អូនឃើញទេគឺវាមានបញ្ហាតាំងពីខែ2មកនៅថ្ងៃទី24ខែ2បាទហើយមកដល់ឥឡូវនេះគឺនៅសល់83ថ្ងៃទៀត
អញ្ចឹងខ្ញុំអត់បានធ្វើការដោះវាទេដោយសារខ្ញុំរវល់ដែរ account ច្រើនគួរសមដែរខ្ញុំក៏ដោះម្ដង2ម្ដង3អញ្ចឹងទៅបាទខ្ញុំអត់ដោះបែបខំទាំងអស់ទេពីព្រោះខ្ញុំប្រើរូបខ្ញុំផ្ទាល់បើទោះបីជា account នឹងប្រុសក៏ដោយស្រីក៏ដោយហើយបាត់ phone ខ្ញុំគឺដោះបានពីច្រើនបាទលើកលែងតែ account នឹងវាថ្មីពេកអញ្ចឹងអានឹងដោះអត់បានទេបាទអញ្ចឹងនៅពេលដែលយើងបើកមកចេញលក្ខណៈបែបនេះយើងត្រូវត្រៀមឲ្យរួចរាល់បើសិនបើវាមានទាមទារអីផ្សេងយើងត្រូវត្រៀមរួចរាល់បាទអញ្ចឹងទី1ខ្ញុំដោះតាមរយៈដៃនេះខ្ញុំចុចទៅលើ appeal នេះមកបាទសូមរងចាំបន្តិចខ្ញុំចុចទៅលើ appeal បន្ទាប់មក Facebook នឹងឲ្យយើងធ្វើការដោះនៅ captcha បាទដែលក្នុង captcha នេះបងប្អូនឃើញទេបាទវាមានអក្សរអញ្ចឹងមកយើងវាយតាម Facebook ឲ្យអញ្ចឹងមកបើសិនបើយើងដោះបានតាមរយៈ captcha នេះគឺវានឹងឲ្យចូលទៅធ្វើការងារបន្តហើយក្នុងនេះគឺគេមានដែរដូចឧទាហរណ៍ថាបើសិនបើយើងមិនអាចអានអក្សរបានទេយើងអាចធ្វើការទទួលលេខកូដហ្នឹងតាមរយៈស្អីចឹងទៅឬសំឡេងអញ្ចឹងណាហ្នឹងហើយតែយើងមិនបញ្ហាទេយើងប្រើកម្មវិធី LD នេះយើងដោះតាមហ្នឹងទៅដោះដៃទៅវាមិនបាក់អីទេមិនដោះច្រើនទេហ្នឹងហើយអូខេអញ្ចឹងយើងចុច continue បន្តបាទមុននឹងចុចយើងមើលម្ដងទៀតណា FZEBTJ ត្រឹមត្រូវបាទតោះ continue បាទបន្តមកទៀត Facebook នឹងលោតមកផ្ទាំងមួយនេះដើម្បីឲ្យបងប្អូននៅធ្វើការ record វីដេអូពាក់ព័ន្ធជាមួយនឹងរូប selfie របស់យើងបាទអញ្ចឹងដើម្បីធ្វើការrecord វីដេអូបានខ្ញុំបញ្ជាក់បងប្អូនពីខាងដើមហើយព្រោះយើងប្រើនៅលើ LD ហើយ LD ក្រោយនេះវា update ឲ្យយើងធ្វើការ record បានដោយប្រើ webcam អញ្ចឹងបងប្អូនអត់មាន webcam ទេគឺពិបាកក្នុងការដោះបន្តិចហើយមានតែបងប្អូនអាចប្រើជាទូរស័ព្ទជាអីចឹងទៅដើម្បីដោះវាបានណាបាទអញ្ចឹងឥឡូវនេះខ្ញុំមានហើយ webcam របស់ខ្ញុំគឺខ្ញុំប្រើយូរហើយបាទ webcam នេះអញ្ចឹងខ្ញុំឥឡូវនេះ LD វា update ខ្ញុំក៏អាចប្រើបានបាទអញ្ចឹងខ្ញុំសូមដោះ handset នេះចេញសិនមុននឹង record ជាវីដេអូជូនបងប្អូនមើលបាទបងប្អូនឃើញហើយនេះគឺជា webcam ដែលខ្ញុំត្រូវប្រើតែអត់ទាន់ដឹងមិនទេដោយសារ webcam នេះខ្ញុំកំពុងតែថតវីដេអូផងខ្ញុំត្រូវការដោះផងអញ្ចឹងប្រហែលជាមិនអាចប្រើបានទេក្នុងមួយ plate នេះអញ្ចឹងខ្ញុំនឹងធ្វើការបិទកន្លែងនេះមួយ plate ដែរឬក៏យ៉ាងម៉េចចាំមើលខ្ញុំនឹងព្យាយាមតេស្តសាកល្បងមើលដោយសារ webcam នេះគឺប្រើជាមួយនឹងវីដេអូដែលខ្ញុំកំពុង record ដែរអញ្ចឹងសូមទោសបងប្អូនខ្ញុំនឹងភ្ជាប់វីដេអូបន្តមកទៀតឲ្យបងប្អូនមើលណាអរគុណហ្នឹងហើយអូខេបាទឥឡូវបងប្អូនឃើញហើយមិញហ្នឹងខ្ញុំដកកាមេរ៉ាចេញដើម្បីប្រើប្រាស់ក្នុងការ record វីដេអូនៅក្នុង webcam នេះឲ្យបងប្អូនមើលបន្តិចបាទអញ្ចឹងយើងចាប់ផ្ដើមធ្វើការ record ដោយយើងត្រៀមលក្ខណៈឲ្យរួចរាល់ហើយយើងធ្វើការចុចទៅលើពាក្យ record video បាទហ្នឹងហើយអញ្ចឹង Facebook វានឹងលោតផ្ទាំងមួយនេះឲ្យប្រាប់យើងថា take a video selfie បាទបើយើងមានទូរស័ព្ទគឺយើងត្រូវការ selfie ហើយខាងក្រោមនេះគេណែនាំឲ្យយើងធ្វើការប្រើនៅកងដែលនៅជុំវិញនឹងរូប selfie ហ្នឹងបាទទី2នោះគឺយើង hold នៅចុចកាន់ទូរស័ព្ទរបស់យើងឲ្យជាប់នៅក្នុងរង្វង់ប្រឡោះភ្នែករបស់យើងហ្នឹងកុំឲ្យវាវាវយតាណាតាណីអញ្ចឹងណាលក្ខណៈយើង selfie រូបភាពបាទហើយទី3នោះគឺយើងធ្វើតាមការណែនាំរបស់អេក្រង់ដែលគេដាក់បង្ហាញជាគំរូនេះបាទតោះអញ្ចឹងយើងធ្វើការចាប់ផ្ដើមstart selfie ទៅហើយខាងក្រោមនេះมันមានអីទេគេគ្រាន់តែបញ្ជាក់យើងថាគេstore ទុកប្រហែលជា30ថ្ងៃអញ្ចឹងទេតោះយើងចាប់ផ្ដើមបាទអញ្ចឹងខ្ញុំចាប់ផ្ដើមហើយចុចផ្ទាំងបន្តបាទកន្លែងនេះគឺ Facebook ឬក៏ LD យើងនឹងវាទាមទារឲ្យយើងអនុញ្ញាតប្រើប្រាស់នៅកាមេរ៉ាដើម្បីធ្វើការ record អញ្ចឹងយើងចុច allow មកបាទយើងចុច allow ទៀតមកបាទសូមរងចាំបន្តិចបាទអូខេបងប្អូនឃើញហើយឥឡូវនេះយើងចេញមកហើយបាទនេះគឺជាកាមេរ៉ា webcam ដែលខ្ញុំកំពុងចាប់ផ្ដើមត្រៀម record ឥឡូវយើងរងចាំបន្តិចទៅដើម្បីឲ្យកម្មវិធីរបស់យើងធ្វើការបាទអូខេចាំបន្តិចហ្នឹងហើយបងប្អូនឃើញទេបាទខ្ញុំធ្វើការ record បន្តិចមកបាទហើយខ្ញុំងើយទៅលើបន្តិចអូខេរួចរាល់បងប្អូនឃើញហើយនេះគឺជាការ submit video selfie បាទយើង
ត្រូវធ្វើបានធ្វើការបំពេញតាមលក្ខខណ្ឌរបស់ Facebook ហើយបន្តមកទៀតយើងចុច submit តែម្ដងទៅដើម្បីទទួលបាននៅលទ្ធផលជោគជ័យរបស់យើងគេនឹងប្រាប់យើងបន្តបាទយើងធ្វើយ៉ាងនេះដើម្បី upload រូបថតមិញនឹងចូលទៅសូមរងចាំបន្តិចបាទអញ្ចឹងបងប្អូនឃើញហើយកន្លែងនេះគេដាក់ថា identify confirmation in progress we usually review your information within 48 hours we will send you a notification once we made a decision គេប្រាប់យើងថាជាធម្មតាពួកគេនឹងធ្វើការត្រួតពិនិត្យឆែកមើលព័ត៌មានរបស់យើងនៅកំឡុងពេល48ម៉ោងហើយពួកគេនឹងផ្ញើមកឲ្យយើងវិញនៅnotification មួយដែលបានបញ្ជាក់ពីការសម្រេចចិត្តរបស់ពួកគេហ្នឹងហើយអញ្ចឹងការងារបន្ទាប់យើងគ្រាន់តែចុច finish កន្លែងនេះមកបាទអញ្ចឹងយើងនឹងទទួលបានផ្ទាំងចុងក្រោយដែលធ្វើការបញ្ជាក់ឲ្យយើងច្បាស់ថាaccount របស់យើងនឹងត្រូវបានធ្វើការដាក់បញ្ជានៅពាក្យស្នើសុំដើម្បីធ្វើការ review ហើយគេនឹងឆែកត្រឡប់ដើម្បីផ្ដល់នៅលទ្ធផលឲ្យយើងវិញបាទអូខេអញ្ចឹងផ្សេងគឺมันមានអីទៀតទេចំពោះការដោះនៅaccount ជាប់180ថ្ងៃតាមរយៈ LD គឺយើងធ្វើប៉ុណ្្នឹងឯងហ្នឹងហើយអូខេអញ្ចឹងយើងត្រឡប់ទៅវិញជាមួយនឹងផ្ទាំងកាមេរ៉ាដែលខ្ញុំនឹងបង្ហាញមុខរបស់ខ្ញុំវិញអូខេអរគុណបាទបងប្អូនទាំងអស់គ្នាឥឡូវយើងបានឃើញទាំងអស់គ្នាហើយអំបញ្ញមិញនេះគឺជាវិធីសាស្ត្រនៅក្នុងការដោះ account ជាប់180ថ្ងៃងាយហើយខ្ញុំជឿជាក់ថាបើបងប្អូនព្យាយាមមើលវីដេអូរបស់ខ្ញុំម្ដងមួយបងប្អូនប្រកាសជាអាចធ្វើបានហើយស្ដាប់យល់នៅអ្វីដែលខ្ញុំកំពុងតែបង្ហាញបងប្អូនបាទហើយវីដេអូមួយនេះមិនមែនជាវីដេអូដែលជួយបងប្អូនបានច្រើនតែយ៉ាងហោចណាស់ក៏អាចជួយបានក្នុងមួយចំណែកទូចដើម្បីចូលរួមដោះស្រាយបញ្ហាជូនបងប្អូនពាក់ព័ន្ធនឹងការធ្វើ MMO របស់យើងផងដែរបាទហើយសូមអរគុណចំពោះការតាមដានរបស់បងប្អូនហើយក៏សូមអរគុណចំពោះទាំងអ្នកថ្មីអ្នកចាស់ដែលបានធ្វើការចុច Subscribe ចុច Follow ឬក៏ចុចសញ្ញាកណ្ដឹង Like អីផ្សេងឬក៏ចែកម្លែកទៅដល់មិត្តភ័ក្តិផ្សេង MMO ថ្មីដែលកំពុងតែតាមរកវិធីសាស្ត្រនៅក្នុងការដោះ account នេះគឺសូមអរគុណមែនទែនបាទហើយសង្ឃឹមថាបងប្អូននឹងទទួលបានលទ្ធផលឆាប់ៗទាំងអស់គ្នាដូចគ្នាយើងឬក៏បងយើងដែលគាត់ទទួលបានលទ្ធផលជោគជ័យដែរបាទអរគុណសូមជម្រាបលាសុខសប្បាយទាំងអស់គ្នាបាទបាយបាយ